សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស្ពៃថ្ងៃនេះមកចេញសម្រាប់រឿងមេដាយតារាជាអេពីសូតទី1ផ្ដើមសាច់រឿងដំបូងយើងក៏ឃើញបុរសម្នាក់គាត់គឺជាមេចៅសមុទ្របានមកសួរបុរសម្នាក់ខ្វះពលរឿងថាតើពីងឈើកំពុងធ្វើអ្វីនៅទីនេះបុរសម្នាក់នោះក៏មិនបានឆ្លើយហើយក៏បានសួរទៅមេចៅសមុទ្រនោះថាតើពួកគេពិតជាត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាមមែនទេនៅពេលនោះមានបុរសម្នាក់និយាយទៅទូឯប្រុសរបស់យើងដោយកំហឹងថាហេតើអ្នកកំពុងស្ដាប់ទេគាត់គ្រាន់តែសួរថាចៅហ្វាយរបស់អ្នកនៅឯណាហើយទូឯប្រុសរបស់យើងក៏បានតបថាចាំងហើយក៏បាននិយាយថែមទៀតថាខ្ញុំគួរដោយដឹងរបៀបណាខ្ញុំគ្រាន់តែជាបុរសម្នាក់ដែលជាអ្នកលក់ទៀមធ្វើឲ្យបុរសម្នាក់នោះខឹងខ្លាំងហើយក៏បាននិយាយថាអ្នកជាអ្វីមិនហ៊ាននិយាយជាមួយចៅហ្វាយយើងបែបនេះនិយាយរួចហើយបុរសម្នាក់នោះក៏បានទៅកំទេចអីវ៉ាន់លើតុទូឯប្រុសរបស់យើងធ្វើឲ្យអ្នកនៅជុំវិញមានការភ្ញាក់ផ្អើលជាខ្លាំងនៃទង្វើរបស់បុរសម្នាក់នោះហើយទូឯប្រុសរបស់យើងក៏បានអោនទៅរើសទៀនរបស់គាត់ហើយក៏បាននិយាយថាទៀនថ្លៃទាំងអស់នេះខូចដូចនោះមើលទៅខ្ញុំនឹងមិនធ្វើចំនួនច្រើនទេថ្ងៃនេះហើយបុរសម្នាក់នោះបានលន់មកថាតើអ្នកគិតថានេះជារឿងកំ pl មែនទេបន្ទាប់មកទូឯប្រុសរបស់យើងក៏បាននិយាយថាសុំទោសហើយបុរសម្នាក់នោះក៏បាននិយាយថាអូនិយាយរួចហើយបុរសម្នាក់នោះក៏បានហក់ទៅផ្ទះទូឯប្រុសរបស់យើងហើយនិយាយថាអ្នកតូចតែប៉ុណ្ណឹងទូឯប្រុសរបស់យើងក៏បាននិយាយថាអ្នកត្រូវរៀបចំផែនការនៅលើដីនិងជាយុទ្ធសាស្ត្រនិយាយរួចហើយទូឯប្រុសរបស់យើងក៏បានទាញបានដំបងបេសបលមួយហើយក៏បានវត្តជើងរបស់បុរសម្នាក់នោះហើយក៏បានវត្តចំកណ្ដាលមុខបុរសម្នាក់នោះមួយដំបងទៀតធ្វើឲ្យអ្នកនៅជុំវិញនោះមើលការប្រយុទ្ធមួយនេះម្នាក់ឡើងចំហមាត់ហើយក៏មានបុរសពីរនាក់ទៀតមានការខឹងជាខ្លាំងហើយក៏បានទាមរត់ចូលហើយបាននិយាយថាក្មេងម្នាក់នេះមានរឿងអ្វីទៅមិនក៏គាត់មិនស្ដាប់គាត់យើងនៅពេលនោះមេចៅសមុទ្រក៏បានស្រែកថាឈប់ធ្វើឲ្យបុរសទាំងពីរនាក់នោះក៏មិនអាចទៅជួយបុរសម្នាក់ទៀតនោះបានដោយក៏បានត្រឹមឈរមើលបន្ទាប់មកមេចៅសមុទ្របាននិយាយថាខ្ញុំពិតជាចូលចិត្តក្មេងម្នាក់នេះកុំប៉ះបន្ទាប់មកទូឯប្រុសរបស់យើងក៏បាននិយាយថាខ្ញុំមិនធ្វើឲ្យជនពិការនោះទេមេចៅសមុទ្រក៏បានសើចហើយក៏បាននិយាយថាក្មេងម្នាក់នេះសាហាវណាស់បន្ទាប់មកមេចៅសមុទ្រក៏បានបដូរទឹកមុខភ្លាមហើយក៏បាននិយាយថាខ្ញុំនឹងជួបអ្នកម្ដងទៀតនៅពេលក្រោយនិយាយរួចហើយមេចៅសមុទ្រក៏បានហៅកូនចៅគាត់ទាំងអស់បានដើរចេញទៅហើយទូឯប្រុសរបស់យើងក៏បានស្រែកថាបានអ្នកប្រាប់ខ្ញុំជាមុនខ្ញុំនឹងធ្វើម្ហូបឲ្យអ្នកញ៉ាំហើយរឿងមេដាយតារាភាគ1ក៏បានចប់ទៅត្រឹមនេះបើចង់បានមើលភាគ2សូមជួយចុច like Subscribe អ្នកមួយផងណាបងប្អូន